ជាការចាប់ជាតិរបស់សត្វត្រយងមាសທາງសានសាងដែរឬទេបន្ទាប់ពីរងចាំអស់រយៈពេល500ឆ្នាំទីបំផុតព្រះអង្គបានមកជួបខ្ញុំនៅមាត់ទ្វារផ្ទះរបស់ខ្ញុំហេតុអ្វីបានជាព្រះអង្គមានស្នាមជាមយ៉ាងធ្ងន់ធ្ងរម្ល៉េះតើខ្ញុំគិតថាព្រះអង្គជានរណាវាគ្រាន់តែជាព្រះសង្ឃកាន់ដាវតូចមួយប៉ុណ្ណោះខ្ញុំមានវិធីសាស្ត្រផ្ទាល់ខ្លួនលោកគ្រូតើមានវិញ្ញាណអាក្រក់ទេតើវាណែណាខ្ញុំជូរចាស់មិនអាចធុំក្លិនអ្វីបានទេមានក្លិនផ្អែមនិងក្លិនត្រីនៅក្នុងខ្យល់វាមិនខុសទេលោកអាចារ្យខ្ញុំបានរបួសហូរជើងលោកត្រូវតែចាក់ចេញឥឡូវនេះហើយខ្ញុំនឹងអត់ទោសឲ្យលោកអាចារ្យលោកកំពុងលេងសើចលោកជាព្រះសង្ឃមានចិត្តអាណិតអាសូរនិងលោភលន់លោកអាចធ្វើជាមនុស្សគ្មានបេះដូងយ៉ាងនេះដោយរបៀបណាក្មេងស្រីនោះបានរបួសហូរជើងគួរឲ្យអាណិតណាស់នាងជាអារក្សដាចេងតើក្មេងស្រីដ៏ស្រស់ស្អាតបែបនេះអាចជាអារក្សដោយរបៀបណាតាមពិតទៅខ្ញុំក៏ចេះក្បាច់គុណបន្តិចបន្តួចដែរ